Chẳng chìm xuống bốc mai bóng bóng chẳng ngày nắng trong và hàng cả to này là việc thơ video AI khi tha mà dạ nắng video AI cứ tụt mình tèn vài đó hay loพอสำหรับน้อง TikTok Facebook YouTube ហើយមុននឹងឈានទៅដល់ការបង្ហាញនៃវីដេអូគឺជួយ Subscribe ម្នាក់មួយទៅដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗទៀតចឹងតើតងវីដេអូ AI ខ្ញុំនឹងបង្ហាញរបៀបប្រភេទវីដេអូចេះអាលីអាចៅតាអញលេងកាត់សក់ឡុងសុងថៃឲ្យហើយអាចុះចឹងវីដេអូរបៀបចឹងកុំឲ្យខាតពេលយូរចឹងតើតងនឹងការធ្វើវីដេអូហ្នឹងវាមាន2 step ទី1យើងត្រូវមាន Chat GPT ហើយទី2ត្រូវមាន Google Gemini Pro ចឹងតើតើនឹង Google Gemini Pro គឺយើងគ្រាន់តែsign in ទៅហើយបន្តមកយើង subscribe វាបានន័យថាយើងចូលតែ upgrade ហើយ subscribe ទៅហើយ Gemini Pro ហ្នឹងគឺថា free ឲ្យយើងប្រើមួយខែចឹងយើងអាចចូលទៅsubscribe មួយខែទៅហើយចិត្តដល់ខែចឹងយើងចូលទៅ unsubscribe វិញទៅចឹងដើម្បីកុំឲ្យគេកាត់លុយចុះអូខេយើងចាប់ផ្ដើមចូលទៅ Chat GPT ចឹងខ្ញុំបើកមក Chat GPT ចឹងបើកចឹងមកវាយ Chat GPT ចឹងមក sorry អូខេចឹងយើងចូលមកចឹងតមកចូលទៅ Chat មកវាមកតិចវា slow ចឹងអូខេហើយបន្តមក Chat GPT ហ្នឹងដើម្បីខ្ញុំប្រើ Chat GPT ហ្នឹងដើម្បីវា save prompt ឲ្យ prompt ហ្នឹងអីគេ prompt ហ្នឹងវាដូចជាសាច់រឿងមួយនៅក្នុងវីដេអូចឹងយើងចង់ឲ្យ Gemini ហ្នឹង generate វីដេអូបែបម៉េចចង់ឲ្យមានសកម្មភាពបែបម៉េចចឹងយើងសរសេរខ្លួនឯងក៏បានដែរប៉ុន្តែគាត់ថាលក្ខណៈថាវាអត់ពេញលេញចឹងឲ្យ Chat GPT សរសេរឲ្យទៅល្អចឹងអានេះខ្ញុំសរសេរហើយខ្ញុំចូលសរសេរម្ដងទៀតកុំឲ្យខាតពេលបងប្អូនចឹងអូខេខ្ញុំ copy ចឹងមកបងប្អូនអាចសរសេរតាមខ្ញុំក៏បានឬក៏សរសេររបៀបថ្មីក៏បានដែរឲ្យតែបងប្អូនចង់បានវីដេអូបែបម៉េចចឹងខ្ញុំផាសចឹងមកហើយបន្តមក Chat GPT វានឹងសរសេរជា prompt ឲ្យយើងចឹងបន្តមកយើងចាំ copy prompt ហ្នឹងមកចឹងឥឡូវយើងចូលទៅបើក Gemini សិនGemini ចូលចឹងមកចឹងសម្រាប់បងប្អូនដែលអត់ដែរធ្វើ Gemini ចឹងពេលចូលមកវាឲ្យ sign in ហើយចឹង sign in មកវាចូលទៅ Gemini បែបធម្មតាក៏ generate វីដេអូបានដែរចូល Pro ដូចខ្ញុំចេះចឹងវាមានដាក់ថាកន្លែងឲ្យយើង upgrade ចឹង upgrade ហ្នឹងដើម្បីចូលទៅ Pro ចឹងដូចខ្ញុំប្រាប់ចឹងថាវា free ឲ្យមួយខែសម្រាប់ឲ្យយើងប្រើដំបូងចឹងដល់ពេលយើងប្រើអស់ email មួយយើងដូរ email មួយទៀតទៅអូខេឥឡូវវាប្រការដែលយើងបានហើយ copy មកហើយបន្តមកចូលនៅ Gemini យើងចុចកន្លែងវីដេអូនេះមកហើយយកមកផាសកន្លែងនេះហើយបន្តមកយើងមើលម្ដងទៀតតងនឹង prompt ហ្នឹងតែកន្លែងខ្លះត្រូវលុបចោលទៅដូចនេះអីខ្ញុំលុបចោលខ្ញុំខ្លាចដាក់ទៅវា generate មកវានិយាយជាភាសាអង់គ្លេសវិញវា error ដែរម្ដងម្កាលអញ្ចឹងណាអូខេដាក់នេះអូខេប៉ុណ្ណឹងហើយតមក enter ទៅចាំមើលថា prompt ហ្នឹងអាចប្រើការកើតអត់ព្រោះពេលខ្លះវាអាចនឹង error prompt ដែរយើងអាចឲ្យ Chat GPT សរសេរបែបផ្សេងណាពេលខ្លះយើងដាក់អក្សរខ្មែរគាត់និយាយច្រើនក៏បង្កើតដែរដោយសារតែវីដេអូ AI ដឹងស្រាប់ហើយវាបង្កើតបានតែ8 second ទេចឹងរបៀបមួយទៀតយើងអាចធ្វើវីដេអូវែងអាហ្នឹងយើងកាត់តយើងសរសេរជាសាច់រឿងច្រើនស៊ីនទៅហើយកាត់ចូលគ្នាអូខេឥឡូវយើងចាំ1នាទីទៅ2នាទីវានឹងបង្កើតវីដេអូយើងបានហើយចឹងតើតងនឹងការបង្កើត Gemini Pro និង Subscribe Gemini ខ្ញុំនឹងប្រាប់ពីរបៀបនៃការ Subscribe ទៀតចឹងនិយាយទៅងាយតើតងនឹងការបង្កើតវីដេអូហ្នឹងហើយតើតងវីដេអូហ្នឹងគឺថាខ្ញុំយកទៅផុស TikTok អីគឺថាផ្ទុះមែនតើ
ហើយសួរបៀលចឹងគាត់ថាបងប្អូនបើចង់បៀល TikTok បៀល Facebook អីហ្នឹងអាចប្រើវិធីហ្នឹងបានហ្នឹងហើយចឹងតើតងនឹង channel YouTube ខ្ញុំគឺខ្ញុំទៅបង្កើតដែរទេហើយខ្ញុំមាន share តើតងនឹង channel ដឹងផ្សេងៗច្រើនដែរចឹងចាំជួយ subscribe ម្នាក់មួយទៅហើយនឹងដើម្បីទទួលបានវីដេអូថ្មីចឹងអូខេឥឡូវវាកំពុងតែ generate ហើយចាំមើលវា generate ហើយចាំមើលទាំងអស់គ្នាថាវាចេញតាមអ្វីដែលខ្ញុំត្រូវការអត់ហើយវីដេអូហ្នឹងខ្ញុំនឹងយកទៅផុសនៅក្នុង TikTok របស់ខ្ញុំទៀតព្រោះសារ TikTok ដែលខ្ញុំវាវីដេអូ AI គឺថាផ្ទុកមែនតើចឹងចាំតិចទៅសារអ៊ីនធឺណិតខាងខ្ញុំវារៀង slow ដែរឥឡូវវាចេញមកអញ្ចឹងយកវីដេអូ is ready អញ្ចឹងចាំមើលទាំងអស់គ្នាមើលខ្ញុំចូលមើលវីដេអូហ្នឹងប្រហែលវាចេញសលេងឲ្យអូខេអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនអាចយកទៅធ្វើបានអញ្ចឹងហើយអាចថែមថយខ្លួនឯងទៅចង់បានសាច់រឿងបែបមិនអញ្ចឹងបើវា generate មកម្ដងអញ្ចឹងអត់ឮសលេងទេយើង generate ម្ដងទៀតទៅសំខាន់វីដេអូ AI គឺសំខាន់ទៅលើ prompt ឲ្យតែយើងថាខ្លាំង prompt យើងចង់ទៅ share ឲ្យវាចេញជាអីក៏បានដែរអញ្ចឹងអូខេវីដេអូហ្នឹងមានតែប៉ុណ្ណឹងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយហើយបើចង់ឲ្យខ្ញុំធ្វើវីដេអូបែបមួយទៀតចង់ឲ្យខ្ញុំ share ពីវីដេអូមួយទៀតចាំជួយ comment នៅក្រោម channel ខ្ញុំមកខ្ញុំនឹងធ្វើជូនអ្នកទាំងអស់គ្នាអរគុណបាយបាយ